ខ្ញុំទាំងអ្នកខឹងខ្ញុំនឹងយកមកច្រើនណាចាអញ្ចឹងខ្ញុំស្ដាប់អស់មកខ្ញុំស្ដាប់អស់គឺគេឲ្យខ្ញុំស្ដាប់ខ្ញុំចេះសាច់បាទឥឡូវខ្ញុំប្រាប់រឿងពិតចោះបាទរឿងពិតចោះតើរឿងយ៉ាងម៉េចហើយតើប្រិមិត្តទាំងគ្រប់តរកាលណាក៏ខ្ញុំមិនប្រកាន់នឹងហើយនឹងតើយល់មកប្រៀបធៀបរឿងនឹងតើវាដូចទេដូចរឿងពិតកើតឡើងហើយនឹងរឿងដែលគេនិយាយបកស្រាយធ្វើ reaction ហ្នឹងទេរឿងនេះចេះទេរឿងកើតឡើងគឺកាលពីខ្ញុំនៅ UN ពេលហ្នឹងលោកសំរងស៊ីបាទលោកសំរងស៊ីគាត់ចង់ជួបជាមួយនឹង UN ដើម្បីតវ៉ាកាលនោះគឺនៅប្រទេសកម្ពុជាទេមិនមែននៅញូវយ៉កទេនៅក្រៅប្រទេសញូវយ៉កមិនមែនទេនៅទីក្រុងភ្នំពេញបាទជិតការបោះឆ្នោតបាទជិតការបោះឆ្នោតពេលហ្នឹងគឺតាក់ទងមកដោយសារតែមានទីប្រឹក្សារបស់យើងម្នាក់ប្រចាំនៅកោជបហ្នឹងគាត់ខាងលោកសំរងស៊ីក៏អត់ពេញចិត្តគាត់តវ៉ានិយាយរឿងហ្នឹងពេលហ្នឹងខាងអ្នកដែលកាន់គម្រោងរបស់ខ្ញុំនៅខាងបោះឆ្នោតហ្នឹងគាត់អត់ដែលមានបទពិសោធន៍រឿងហ្នឹងគាត់ក៏សួរមកខ្ញុំតើឲ្យជួបមេឬអត់បាទខ្ញុំមើលពីរឿងដំណើរសាច់រឿងទៅបាទខ្ញុំថាជួបចុះបាទជួបទៅបាទដើម្បីឲ្យចង់ដឹងមើលបាទនិយាយឲ្យយុទ្ធធម៌សារភាពទៅខ្លួនឯងនឹងក៏លំអៀងដែរបាទនិយាយតោះមកលំអៀងដែរពីព្រោះនឹកឃើញថាមេមេបាក់ប្រឆាំងមួយឲ្យចង់ជួបយើងអនុញ្ញាតចុះបាទដើម្បីចង់ដឹងផងដែរជាផ្លូវការបាទតាមធម្មតាគេជួបបាទពេលអញ្ចឹងអ្នកកាន់ project ហ្នឹងបាទគាត់ជនជាតិអ៊ីតាលីក៏ប្រាប់ថាអញ្ចឹងលោកកំសែងឯងទេទៅខាងបាក់គេហ្នឹងទៅបាទដើម្បីឲ្យនេះខ្ញុំជាអ្នកទូរស័ព្ទទៅប្រាប់ទៅខ្ញុំជួបលំមីងសំរាបាទលំមីងសំរាប្រពន្ធលោកសំរងស៊ីលំមីងសំរាគាត់ខំបញ្ចុះបញ្ចូលខ្ញុំទៀតលោកកំសែងទៅណាលោកប្រធានក៏និយាយបាទគាត់ខំបញ្ចុះបញ្ចូលទៀតដើម្បីបានជួបបាទខ្ញុំថាអត់អីមីងតែឲ្យជួបហើយបាទឲ្យជួបហើយបាទពេលជួបហ្នឹងឥឡូវជិះខ្ញុំអាចនិយាយប្រាប់បានគឺនៅក្នុងកិច្ចប្រជុំហ្នឹងគឺមានប្រធាន UN ចាំស្រុកខ្មែរអ្នកដែលកាន់គម្រោងហ្នឹងបោះឆ្នោតគម្រោងបោះឆ្នោតហ្នឹងនៅកម្ពុជាគាត់ជំសារហើយនៅខ្ញុំអង្គុយខាង UN 3នាក់ប្រធានខ្ញុំអង្គុយក្បាលតុកសារ៉ាអង្គុយក្បែរប្រធានខ្ញុំអង្គុយនេះ3នាក់ខាងពីគីខាងបកប្រឆាំងពេលនោះគឺមានលោករដ្ឋសំរងស៊ីបងសុខួរហើយនៅម្នាក់ទៀតនៅខាងកាន់បោះឆ្នោតខាងគណៈបកហ្នឹងនៅគណៈបកភ្លឿនទៀនបាទភ្លឿនទៀនចំនួន2008បាទមក3នាក់ហ្នឹងចាំ3នាក់ពីខាងបកប្រឆាំងខាង3នាក់ពីខាង UN មកស្ដាប់សាច់រឿងហ្នឹងបាទរឿងមានរឿងច្រើនទៀតបាទរឿងច្រើនទៀតបាទរឿងវិញចឹងទេបាទរឿងវិញចឹងហើយនៅក្នុងការសន្ទនាហ្នឹងអីច្រើនទៀតចឹងតែខ្ញុំសូមមិនបញ្ចេញខ្លឹមសារទេចឹងដូច្នេះខ្ញុំនឹងរឿងច្រើនបាទចឹងវាអ្នកដែលយកទៅបកស្រាយរឿងហើយគ្មានការថតរូបទេគ្មានការថតរូបទេបាទបានចេញពីប្រជុំហ្នឹងមកខ្ញុំនិយាយមួយបងសុខួរខ្ញុំហៅគាត់បងដោយសារចេះដោយសារប្តីគាត់ខ្ញុំស្គាល់ប្តីគាត់ស្កតហ្នឹងគឺធ្វើការនៅ project មួយដែល UN DP ហ្នឹងក៏ sponsor អីផងដែរបាទខ្ញុំស្គាល់ប្តីគាត់បងស្កត Leopard ហ្នឹងស្គាល់ខ្ញុំស្គាល់ហើយខ្ញុំចេញមកនិយាយជាមួយគាត់ចប់ប្រជុំនិយាយមួយគាត់លេងហ្នឹងបងហើយគាត់ខ្ញុំទៅអាមេរិកហើយទៅធ្វើការនៅអាមេរិកវិញប្រាប់គាត់ទៅបងអាមេរិកទៅធ្វើការជាមួយគ្នាមិនធ្វើការជាមួយគ្នានៅខាងផ្សារព័ត៌មានគាត់នៅខាងប្រចាំយើងផ្សាយអីចឹងជាបន្តបន្ទាប់ឲ្យប្រិមត្តបានដឹងក្នុងពេលកន្លងមកបាទស្អីរឿងនេះចឹងណាបាទអញ្ចឹងក្នុងពេលកន្លងមកមានបកស្រាយខាងខ្ញុំបកស្រាយខាងជើងខ្ញុំខុសស្អីរឿងហ្នឹងបាទហ្នឹងរឿងផ្សេងរឿងពិតពីអញ្ចឹងទេប៉ុន្តែខ្ញុំសូមអធិស្ឋានមិនបង្ហាញខ្លឹមសារនៅខាងក្នុងនៃការប្រជុំនឹងទេបាទគឺបាទចឹងកដោមួយដែលអត់កំបាំងយូរហើយប្រិមិត្តមួយចំនួនគាត់ឆ្ងល់រឿងយ៉ាងម៉េចយ៉ាងម៉ាហ្នឹងបាទរឿងនេះចឹងទេវាអត់មានអីគួរឲ្យរំភើបអស្ចារ្យទេបាទដែលខ្ញុំនិយាយថាខ្ញុំបានជួយហ្នឹងគឺគាត់ក៏អត់ដឹងដែរបាទគាត់ក៏ដឹងពីព្រោះអីវាជារឿងផ្ទៃក្នុងទេដែលខ្ញុំធ្វើការសម្រេចចិត្តខ្ញុំថាឲ្យទៅពីពួកមិនងាយទេមិនងាយបាទទៅជួបមេយូអត់តែគេថាអូខេនៅនឹងឲ្យយើងឲ្យការគាត់មួយទៅបាទរឿងនេះចឹងណារឿងនេះចឹងកុំខ្ញុំថាបានខ្ញុំជឿថាមានតែបកស្រាយបានបន្ថែមទៀតបាទបកស្រាយបន្ថែមទៀតក៏បន្ថែមរឿងពិសេសរឿងហ្នឹងទេហើយរឿងថ្ងៃក្រោយខ្ញុំដឹងថាប្រហែលថ្ងៃនេះបាទលោកសិដ្ឋាស្គាល់ស្កត Leopard ហ្នឹងគូសាបងសុខហ្នឹងហើយគេការបាទស្គាល់តាំងស្កតនៅ Carolina ហ្នឹងតែមកគាត់មក project មួយទៀតនៅក្រសួងមហាផ្ទៃបាទរឿងវិញចឹងបាទរឿងវិញចឹងណាបាទហើយឥឡូវនេះមានរឿងនៅថ្ងៃនេះឃើញមានបាទឃើញមានពុកលោឡាខ្ញុំមានតែសរសេរខុសច្រើនបាទខ្ញុំដូចខ្ញុំនិយាយចឹងសេរីភាពនៃការបញ្ចេញមតិឲ្យគាត់បញ្ចេញទៅបាទចាំហើយយើងមួយខែក្រោយឬក៏2ខែក្រោយពេលទៅណាចង់លេងសាច់តិចខ្ញុំនឹងយករឿងនោះមកបកស្រាយឲ្យសាច់លេងបាទពេលហ្នឹងអ្នកដែលជេរខ្ញុំពេលនេះអីហ្នឹងគាត់នឹងងីង៉ាគាត់ថាចំកណ្ដុបឆែបថ្ងៃនេះជេរលោកកំសែងខុសរឿងទាំងសោះពីព្រោះឥឡូវពេលបច្ចុប្បន្ននេះខ្ញុំកំពុងអង្គុយសាច់មានអ្នកប្រាប់មកខ្ញុំសាច់បាទខ្ញុំសាច់ហើយខ្ញុំដឹងថាអ្នកដែលបង្កើតរឿងហ្នឹងដើម្បីឲ្យពួកគាត់ជេរខ្ញុំហ្នឹងខ្ញុំដឹងអ្នកហ្នឹងក៏កំពុងអង្គុយសាច់ដែរដែលថាគាត់មានកូនចៅគាត់ដែរចាំពុះដោយអត់បាញ់សួរឬគល់អីទេបាទអញ្ចឹងសូមអធិស្ឋានប៉ុណ្្នឹងណាបាទអញ្ចឹងអរគុណច្រើនមិនមានសំណួរអីទេបាទមានសំណួរអីទេមានអ្នកថាពួកឲ្យគាត់ពួកត្រូវគ្នាមិនបានទេអ្នកណាគេមើលណាក់ផុន shop សង្ឃឹមថាពូជួយនិយាយឲ្យពួកគាត់ត្រូវគ្នាពិបាកណាស់ខ្ញុំនិយាយត្រង់មួយចុះបាទខ្ញុំនិយាយត្រង់មួយចុះ
ខ្ញុំធ្លាប់និយាយរកខ្ញុំធ្លាប់ឥឡូវខ្ញុំលើកតែរឿងនេះមួយចុះពិបាកនិយាយខ្ញុំថាពិបាកណាស់មានអ្នកសួរខ្ញុំមិនសមមានអ្នកសួរថាពូធ្វើម៉េចកុំឲ្យគេឆ្លោះគ្នាតាមបណ្ដាញសង្គមពិបាកណាស់ខ្ញុំលើកឧទាហរណ៍តែប៉ុណ្្នេះមួយចុះណានឹងរឿងគាត់រឿងចាំឲ្យវិញណាពេលដែលពួកគាត់នឹងចង់សំដៅពួកក្រុមលោកសំរងស៊ីនឹងតែម្ដងខ្ញុំលេងដាក់ឈ្មោះខ្ញុំនិយាយចេញឈ្មោះពេលក្រុមលោកសំរងស៊ីនឹងតែម្ដងជេប្រពន្ធលោកកំលីបាទជេប្រពន្ធបងកំលីនឹងជេពេលប្រពន្ធបងកំលីទៅរៀបការថ្មីណារៀបការស្វាមីថ្មីនឹងជេគាត់ជេអីច្រើនខ្ញុំបាននិយាយច្រើនខ្ញុំថាពេលដែលពួកគាត់មកប្រោខ្ញុំប្រាប់ថាបងអើយកុំជេរគ្នាអញ្ចឹងគ្នាកូន5គ្នានៅក្មេងគ្នាទៅការប្រប្រាច្រើនខ្ញុំបញ្យល់ច្រើនបាទតម្រាំតែអាចនិយាយចប់ពួកគាត់ដកគ្នាឡើងជេរប្រពន្ធលោកកែមលេងនឹងយូរណាស់បាទខ្ញុំធ្លាប់និយាយតែនិយាយរួមមិនមែនក្នុងន័យ capacity ខ្ញុំ capacity អ្នកខាងក្រៅដែលខ្ញុំមើលទៅវាអាក្រក់មើលអាក្រក់ស្ដាប់ហ្នឹងបាទរឿងកន្លងមកពិបាកណាស់បាទសូម្បីតែខ្ញុំផ្ទាល់ហ្នឹងក៏ប្រលះដែរជាមួយខ្ញុំនិយាយរឿងមួយទៀតអស់ចុះនៅក្នុងគណៈបក្សសង្គ្រោះជាតិវាមានខ្សែលោកកឹមសុខាខ្សែលោកសំរងស៊ីបាទពីរអ្នកហ្នឹងជាសម្ព័ន្ធមិត្តមែនប៉ុន្តែក៏មាននៅបែងចែកក្រុមដែរបាទពេលមួយនោះពួកគាត់ឆ្លោះគ្នាបាទពួកឆ្លោះគ្នាខ្ញុំហើយជាមួយនឹងកូនលោកកឹមសុខាមនុស្សវិជ្ជាហ្នឹងបាទមនុស្សវិជ្ជាធ្លាប់ធ្វើការនៅ UN ជាមួយខ្ញុំថតជាមួយខ្ញុំដាក់មើលថតហ្នឹងក្រុមលោកសំរងស៊ីហ្នឹងទៅជេរទាំងខ្ញុំទៀតបាទជេរទាំងខ្ញុំទៀតស្ដាប់មីងអាបាទក្រោយមកពេលខាងដូចជាខាងលោកកឹមសុខាហ្នឹងបាទខាងខ្ញុំហ្នឹងទៅថាខ្ញុំមកខាងលោកសំរងស៊ីហ្នឹងខ្លាំងចឹងទៅក៏អន់ចិត្តមួយអ្នកខ្លះក៏ប៉ុន្តែខាងនិយាយត្រង់ខាងលោកកឹមសុខាមានសិលធម៌ខ្ពស់ជាងបាទគាត់អត់ជេរអត់ឲ្យខ្ញុំឲ្យពួកគាត់ដឹងយ៉ាងម៉េចគាត់អន់ចិត្តដឹងថាគេប្រាប់ខ្ញុំថាប៉ុណ្្នឹងអន់ចិត្តខ្ញុំតែពួកហ្នឹងអត់ជេរខ្ញុំប៉ុណ្្នឹងសិលធម៌ថ្លៃថ្នូរជាងវាពិបាកអញ្ចឹងណាបាទពិបាកអញ្ចឹងយើងពិបាកនិយាយណាបាទពីព្រោះអីនៅក្នុងបណ្ដាញសង្គមបណ្ដាញសង្គមគឺមានទូរស័ព្ទមួយមាន Facebook account មួយហ្នឹងគឺគាត់ដូចថាអស្ចារ្យហ្នឹងហើយដែលខ្ញុំក៏ពីក្មេងខ្ញុំរៀននៅថ្នាក់ទី3គេថាកម្មវិធីមុននៅគេទុកនៅគេថាអីសិលវិទ្យាសាស្ត្រខ្វះសិលធម៌កាលណាយើងមានអំណាច Facebook ដូចយើងមានអំណាចអញ្ចឹងយើងខ្វះសិលធម៌អប់រំក្នុងខ្លួនយើងចេះទៅប្រលះហ្នឹងហើយវារឿងវាពិបាកណាស់អញ្ចឹងនោះគឺថាតាមគាត់ចុះបាទរហូតដល់ទាំងលោកសង្ឃហើយពេលខ្លះគាត់និយាយក៏ដែរប៊ូសាសង្ឃខ្លះប៊ូសាតែជួយយ៉ាងម៉េចទេដល់ពេលអញ្ចឹងខ្ញុំនិយាយចង់ខ្ញុំអត់ខឹងទេបាទខ្ញុំអត់ខឹងចាំតែខ្ញុំអ្វីដែលខ្ញុំនិយាយកន្លងមកហ្នឹងគឺខ្ញុំតែនិយាយទៅថាបើគាត់បញ្ចេញមតិឲ្យគាត់បញ្ចេញទៅបាទគាត់ថាបើគាត់អសរោះវាធ្លាក់ទៅលើគាត់ហ្នឹងទេពីព្រោះអីបើគេគាត់ជេរអ្នកណាម្នាក់ថាសំណក់ថាអាឆ្មាកបីអីហ្នឹងគេមិនទៅខ្លាចជាកបីតាមគាត់និយាយហ្នឹងទេបាទអ្នកដែលមើលអ្នកដែលស្ដាប់ហ្នឹងគាត់មើលថាកម្រិតអ្នកនិយាយហ្នឹងកម្រិតណាបានប្រើពាក្យអញ្ចឹងទេហ្នឹងគឺគាត់ធ្លាក់កលិបខ្លួនឯងទេបាទរឿងខ្ញុំគាត់ថាខ្ញុំមិនចង់ឲ្យអ្នកខ្លះហ្នឹងគាត់ទប់មិនបានអីទៅប្តឹងទៅដល់បើខ្ញុំអត់ទេថាមិនតាមចិត្តខ្ញុំបាទពីព្រោះរឿងរឿងនិយាយពីខ្ញុំគឺអត់ត្រូវសោះតែមកសារោត្រូវបាទចឹងដូច្នេះទៅខឹងតែបើគេនិយាយមិនត្រូវបាទចឹងខ្ញុំមានតែចូលរួមចំណែកបានប៉ុណ្្នឹងទេហើយប្រិមិត្តទទួលបានប៉ុណ្ណាឬទទួលបានប៉ុណ្ណឹងហ្នឹងបាទសូឥឡូវបាទណាអូលោកសិថាបើគ្រាន់តែវោះវោដូច្នេះគឺមានន័យថាមិននឹងខ្យល់ស្គាល់តែលហើយសុំខ្ញុំនិយាយច្រឡំមកតិចទៅកាយវិការតិចបាទណាតនសាវរីបងអ្នកកសែត5អ្នកទៅបានចាប់ក្នុងពេលចុងក្រោយនេះបើតាមជួយឲ្យខ្ញុំចង់សុំចំណោះបងយល់យ៉ាងណាដែរសាវរីខ្ញុំអត់បានដឹងរឿងនេះអស់ទេប៉ុន្តែខ្ញុំដឹងរឿងមួយខាងកសែតខាងថោកលីកាដូគាត់ផ្សាយថាមានអ្នកណាផ្សាយពីរឿងកាស៊ីណូពីរឿងអីហ្នឹងនិយាយរួមខ្ញុំនិយាយពីជ្រុងខាងក្រៅណាខ្ញុំជ្រុងខាងក្រៅខ្ញុំមិនដឹងសាច់រឿងផ្ទៃក្នុងអស់ប៉ុន្តែគ្រាន់តែខ្ញុំនិយាយថានិយាយពីជ្រុងអាមេរិកណាបើមិនពេញចិត្តអីនឹងរឿងផ្សេងខ្ញុំថាសេរីភាពនៃសារព័ត៌មានយើងគួរតែអនុញ្ញាតឲ្យគាត់ធ្វើសេចក្តីរាយការណ៍ទៅនឹងជាបើសិនជាគាត់ខុសឆ្គងកន្លែងណាយើងចេញលិខិតបំភ្លឺបាទយើងចេញលិខិតបំភ្លឺឲ្យគាត់ហើយឲ្យគាត់ផ្សាយតាមក្បួនហ្នឹងគឺថាឲ្យគាត់ឧទាហរណ៍បើគាត់និយាយខុសពីរឿងហ្នឹងយើងបំភ្លឺប៉ុណ្ណឹងឲ្យគាត់ទៅឲ្យគាត់ផ្សាយតាមបំភ្លឺហ្នឹងឲ្យយើងវិញដល់ហ្នឹងវាចាប់គ្នាបាត់ហើយណាបាទខ្ញុំនៅតែលើកទឹកចិត្តថាការដែលសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋក្តីសេរីភាពនៃការសរសេរព័ត៌មានក្តីគឺគួរតែលើកទឹកចិត្តឲ្យពួកគាត់ទៅពីព្រោះឲ្យជួនកាលអ្នកសារព័ត៌មានហ្នឹងក៏ជាផ្នែកជាចំហមួយដែរណាក៏ជាផ្នែកជាចំហមួយដែររឿងខ្លះគឺមន្ត្រីថ្នាក់លើក៏អត់ដឹងអស់ដែរបាទមន្ត្រីថ្នាក់ក្រោមគាត់លាក់ដែរជាទូទៅមកជាស្តង់ដារតែបើសិនជាបានសារព័ត៌មានជួយទៅវាល្អដែរប៉ុន្តែខ្ញុំអត់ដឹងពីសាច់រឿងថាតើ5នាក់ហ្នឹងគាត់ពាក់ព័ន្ធនឹងរឿងសាច់រឿងអីណាប៉ុន្តែខ្ញុំនិយាយជាមួយតុនសាវរីអសរហ្នឹងលេងដាក់ទៅអត់ចេញតាមអេក្រង់អត់ឃើញលោកសាវរីគាត់សួរចេះគាត់សួរបងអ្នកកសែត5នាក់ត្រូវបានចាប់អំឡុងពេលមួយរយៈចុងក្រោយនេះបើតាមបញ្ជូ AFE ផ្សាយម្សិលមិញចង់ស្នើសុំចំណាប់អារម្មណ៍ពីបងយល់យ៉ាងណាដែរអញ្ចឹងខ្ញុំយល់អញ្ចឹងណាខ្ញុំយល់អញ្ចឹងគឺហើយមកជួបទៅបាទនិយាយចឹងខ្ញុំនិយាយរឿងមួយចុះបាទនិយាយរឿងមួយមិនចង់បាទគឺខ្ញុំនិយាយរួមខ្ញុំលើកទឹកចិត្តបាទព្រោះខ្ញុំអត់ដឹងថាតើ5នាក់គាត់និយាយពីរឿងអីទៅអញ្ចឹងបានខ្ញុំក្នុងពេលកន្លងមកពេលដែលយើងកំពុងមានរឿងច្បាំងជាមួយសៀមជាមួយហ្នឹងគឺខ្ញុំតែនិយាយថា
បើចំណុចណាគេហាមឃាត់យើងកុំអានរីកាកន្លែងហ្នឹងសិនអញ្ចឹងណាជាពិសេសទៅលើបញ្ហាយោធាខ្ញុំគាត់ឲ្យយោបល់ប៉ុណ្្នឹងទេដើម្បីបញ្ហាកុំឲ្យមានគេចាប់ប្រកាន់ពីគេនឹងបានសម្ដៅលើរដ្ឋាភិបាលចាប់ប្រកាន់ពីរឿងផ្សាយអំពីព័ត៌មានសន្តិសុខយោធាហ្នឹងតែមានរឿងរ៉ាវដាក់ខ្លួនហ្នឹងក្នុងពេលមានច្បាំងទាំងជុលអញ្ចឹងគេអាចប្រើច្បាប់អាជ្ញាសិទ្ធិអាចធ្វើចឹងបានអញ្ចឹងនឹងយើងជៀសវាងហ្នឹងកន្លែងខ្លះជៀសវាងប៉ុន្តែបើរឿងនៅក្នុងសង្គមហ្នឹងបើគាត់ជួយរាយការណ៍ហ្នឹងជារឿងល្អទេបើថាគាត់ខុសបំភ្លឺជូនគាត់ទៅវាចប់ហើយក៏ប៉ុន្តែទន្ទឹមនឹងហ្នឹងសាវរីក៏ខ្ញុំឲ្យយោបល់ផងដែរអ្នកសារព័ត៌មានយើងក៏គួរតែប្រើពាក្យពេចន៍នឹងឲ្យបានត្រឹមត្រូវផងដែរពីព្រោះដូចជាសារព័ត៌មានមួយនោះគាត់រីកាមកគឺខ្ញុំពេលខ្លះគាត់ដៃក្នុងព្រំពេកគាត់និយាយចេញមកវាលើសលូបន្តិចផងដែរប៉ុន្តែមើលមកខ្ញុំក៏មើលមកខ្ញុំពេលនេះជាអ្នកសារព័ត៌មានមិនមែនទេព្រោះខ្ញុំកំពុងសម្រាប់ណាខ្ញុំមិនអាចប្រើស្ថាប័នខ្ញុំទៅនិយាយទៅរីកាចឹងបានមានអ្នកខ្លះសួរថាមិនក៏យកទៅរឿងគេមកផ្សាយមិនធ្វើខ្លួនឯងអត់ទេខ្ញុំអត់មានសិទ្ធិខ្ញុំអត់ដើរតួជាអ្នកសារព័ត៌មានបានទេអ្វីដែលខ្ញុំនិយាយនេះគឺទី1យកពីរបស់គេមកបកប្រែចែកចាយហើយនឹងបកស្រាយថែមតិចតួចដើម្បីជាប្រវត្តិជាសារបានឲ្យដឹងប៉ុណ្្នឹងទេបាទអញ្ចឹងបាទខ្ញុំមិននឹងជាឆ្លើយត្រូវឬខុសទេសាវរីណាគឺចំហខ្ញុំមានប៉ុណ្្នឹងតែលោកមិនថាមិនចង់និយាយបាទគេមិននិយាយបាទចន្ទថាគាត់ថាម៉េចបាទប្រាក់សុកបានវិជាសាខ្វះសតពីនេះមានន័យណាលោកអ៊ំបាទអរគុណបាទឡើយមិនមានអ្នកណាគេលោកប៊ុនហៀងមិនសួរសំណួរអីគេសួរដាច់ទៅអូខេអូសំណួរពីរផងណាកុំឲ្យប៊ុនហៀងចោលទាំងបានម៉ួយថ្មីភ្លេចម៉ួយចាស់ណាប៊ុនហៀងក៏សួរតើច្បាប់អាមេរិកកម្រិតណាដែលសភាអាចបោះឆ្នោតធ្វើវិសោធនកម្មបានចំណែករដ្ឋធម្មនុញ្ញតើសភាអាចធ្វើវិសោធនកម្មបានដែរឬទេអូសំណួរនឹងល្អបាទសំណួរនឹងល្អមើលឥឡូវសំណួរទី2ពីចាន់លោកប៊ុនហៀងសួរជាប់គ្នាបើច្បាប់តែងតែផ្លាស់ប្ដូរតាមអាណត្តិប្រធានាធិបតីរហូតតែយើងគួររៀនសូត្រយកច្បាប់អាមេរិកចាប់ពីណាទៅសូមបងជួយបកស្រាយផងអូសំណួរនឹងល្អមែនតើសំណួរនឹងល្អមែនតើខ្ញុំលោកប៊ុនហៀងខ្ញុំឆ្លើយនៅក្នុងនាមជាអ្នកសារព័ត៌មានណាបាទមិនមែនជាអ្នកជំនាញច្បាប់អីទេបាទអាចនឹងខ្វះចន្លោះខ្លះប៉ុន្តែខ្ញុំព្យាយាមឆ្លើយទៅតាមអ្វីដែលខ្ញុំដឹងរដ្ឋធម្មនុញ្ញអាចធ្វើវិសោធនកម្មបានប៉ុន្តែពិបាកធ្វើបាទជាពិសេសមានចំណុចខ្លះទៅធ្វើវិសោធនកម្មឲ្យមានសម្លេង2/3ហើយឲ្យរដ្ឋចំនួន2/3ហ្នឹងអនុម័តទៀតបានអាចធ្វើវិសោធនកម្មបានវាត្រូវការច្រើនជាពិសេសដូចជាអាណត្តិប្រធានាធិបតីដែលកំណត់ថា2អាណត្តិបាទបើចង់បានដូរទៅ3អាណត្តិឬក៏មិនមានអាណត្តិកំណត់តើធ្វើកែរដ្ឋធម្មនុញ្ញហើយឲ្យទៅខាងរដ្ឋ2/3ហ្នឹងអនុម័តទៀតបានអាចទៅបានអញ្ចឹងហើយបានជានៅក្នុងវិទ្យាសាស្ត្រនយោបាយគេប្រើពាក្យថារដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកគឺជារដ្ឋធម្មនុញ្ញរឹង hard constitution គឺរដ្ឋធម្មនុញ្ញរឹងគឺបានន័យថារដ្ឋធម្មនុញ្ញដែលពិបាកនឹងកែបានបាទមិនអាចធ្វើបានអញ្ចឹងគឺដូចជាមកដល់ពេលនេះដូចមានវិសោធនកម្មទី22ឬ25ហ្នឹងហើយបាទគេមានតែប៉ុណ្្នឹងដងហ្នឹងបាទចាំប្រទេសណាដែលមានរដ្ឋធម្មនុញ្ញដែលអ្នកនយោបាយឆ្លោះគ្នាតាក់ទងគ្នាឧទាហរណ៍ដូចជាក្នុងករណីប្រទេសកម្ពុជាដែលពេលកន្លងមកមានការជាប់គាំងនយោបាយហ្នឹងកែរដ្ឋធម្មនុញ្ញដើម្បីសម្របសម្រួលនយោបាយរដ្ឋធម្មនុញ្ញបែបហ្នឹងគេថាមិនមែនជារដ្ឋធម្មនុញ្ញរឹងទេរដ្ឋធម្មនុញ្ញទន់ដែលប្រែប្រួលខ្ញុំនិយាយនេះនិយាយដូចដឹងច្បាប់ប៉ុន្តែមិនមែនដោយសារខ្ញុំរៀនការពិតខ្ញុំធ្លាប់រៀនច្បាប់មែនប៉ុន្តែខ្ញុំដឹងខ្លះពីខ្ញុំរៀនដំបូងរៀនរដ្ឋធម្មនុញ្ញហ្នឹងប៉ុន្តែខ្ញុំដឹងច្បាស់ដោយសារខ្ញុំធ្លាប់ធ្វើ show ពីរឿងរដ្ឋធម្មនុញ្ញហ្នឹងនៅកម្ពុជាហ្នឹងគឺខ្ញុំជួយវាគ្មិនច្រើនមកនិយាយបានជាខ្ញុំដឹងរឿងហ្នឹងហើយនឹងរឿងនៅសហរដ្ឋអាមេរិកនេះមកចុងក្រោយនេះហើយបើទៅរឿងច្បាប់ទៅតាមចំណុចរដ្ឋនីមួយៗវិញលោកប៊ុនហៀងដឹងខ្លួនឯងហើយគឺច្បាប់ដែលពិបាករៀនជាងគេគឺច្បាប់ immigration law ហើយនឹងច្បាប់ហិរញ្ញវត្ថុបាទច្បាប់ហ្នឹងគឺតាមគេប្រាប់ខ្ញុំគឺពិបាករៀនជាងគេវាស្មុគស្មាញ detail ច្រើនអញ្ចឹងហើយបានជាមេច្បាប់ខ្លះមេធាវីខ្លះគឺ license សម្រាប់តែរដ្ឋនឹងមួយទេបាទរដ្ឋ California សម្រាប់តែរដ្ឋ California អាចប្រមាណទៀតអញ្ចឹងរដ្ឋ Virginia អាចរដ្ឋ Virginia ចង់យក license នៅ Maryland តទៅរៀនផ្សេងទៀតព្រោះច្បាប់ពីតាមរដ្ឋនីមួយៗវាដូចគ្នាអញ្ចឹងទី2មិនគាត់សួរថាតើច្បាប់ផ្លាស់ប្ដូរណាតើយើងគួររៀនជួយច្បាប់ពីចាប់ពីពេលណាទៅបាទមានតែច្បាប់ដែលមិនងាយផ្លាស់ប្ដូរនឹងទេច្បាប់ហិរញ្ញវត្ថុអីហ្នឹងបាទហ្នឹងទេពីព្រោះមានច្បាប់ថវិកាដែលប្រចាំឆ្នាំដែលតាមអាណត្តិប្រធានាធិបតីហ្នឹងក៏ដូរទៅតាមនោះទៀតអញ្ចឹងច្បាប់សូម្បីតែយើងធ្វើពុនលោកប៊ុនហៀងទៅទីទៀតហ្នឹងទៅធ្វើ claim tax នៅពេល claim tax ហ្នឹងក៏បដូរពីអាណត្តិមួយទៅអាណត្តិមួយក៏ដូរដែរណាឥឡូវនេះគេឲ្យឆាយ deduction ហ្នឹងប្រហែលអញ្ចឹងអ្នកដែលធ្វើការក៏ត្រូវតែរៀនជានិច្ចជាប់ជានិច្ចតែហ្មងអញ្ចឹងហើយបានជានៅអាមេរិកហ្នឹងគឺតាមមុខជំនាញមួយចំនួនមួយឆ្នាំគេទៅរៀន update ស្មីវិទ្យាសាស្ត្រពេទ្យហ្នឹងក៏អញ្ចឹងដែរទៅរៀនរហូតតែម្ដងរៀនហើយរៀនទៀតរៀនមិនចេះជប់បាទអញ្ចឹងចម្លើយគឺប៉ុណ្្នឹងលោកប៊ុនហៀងណាបាទឥឡូវសូមទទួលសំណួរមួយទៀតបងស៊ីថាមើលមានណាពូខ្ញុំសង្ឃឹមថាខ្មែរយើងនឹងរួបរวมគ្នាតែមួយពេលនេះដូចជានៅឆ្ងាយប៉ុន្តែខ្ញុំនៅតែសង្ឃឹមសុកចាន់ខ្ញុំក៏សង្ឃឹមដែរបាទហើយសុកចាន់នេះដឹងអ្នកណាគេដាក់សម្ពាធដែលអាចនឹងរួបរวมគ្នាបានលឿនទេចង់ដឹងទេខ្ញុំដឹងចំណុចដែលថាអាចនឹងរួបរวมលឿនបានអ្នកណាគេដឹងទេអ្នកបោះឆ្នោតប្រជាពលរដ្ឋក៏ត្រូវធ្វើអ្វីទៅតាមអ្វីដែលចង់បានបាទអ្នកនយោបាយចង់មិនចង់ក៏ត្រូវតែសម្របតាមហើយព្រោះថាគឺសំខាន់គាត់ត្រូវមានការអប់រំខ្លួនឯងអញ្ចឹងបាទខ្ញុំខំបញ្យល់រឿងក្រៅមួយចំនួនហ្នឹងឲ្យប្រិយមិត្តមួយចំនួនបានដឹងប៉ុន្តែប្រិយមិត្តមួយចំនួនគាត់ចេះជាងយើងទៀតនិយាយមិនត្រូវចិត្តគាត់បលះមកនឹងគ្រូណាមកក៏មានដែរបាទខ្ញុំនិយាយត្រង់មិនមែនថាខ្ញុំមិនចេះខាងចេះខាងណាប៉ុន្តែពេលខ្លះអ្វីដែលគាត់ថាមកយើងវាអត់ទៅរឿងមិនជាខាងគាត់មិនខាងសំទោសថាខ្ញុំមិនសូវ
ផ្ដល់តម្លៃក៏បានឬក៏ពួកខ្ញុំចេះខ្ញុំមើលឃើញអ្នកដែលខមមិនដែលអត់ត្រូវរឿងទៅបើយើងគាត់អាយុច្រើនខ្ញុំថាទៅដូចកូនខ្ញុំក្មួយខ្ញុំទៅទូចតាមនិយាយជេរខាងយើងហើយទៅខាងគាត់កាត់និយាយចេញមកគាត់អត់ត្រូវរឿងសំឡងបាទលោកសិថាស្កតដែរបាទស្កតនិយាយខ្មែរល្អមកស្កតបាទបងអូនថាវីគាត់ថាបងអនុទាននិយាយថាគេនឹងលុប MOU ជាមួយកម្ពុជាតាមផ្លូវសមុទ្រគេមិនបាច់ឆ្លងកាត់សភាទេគាត់ថាការងារនេះគាត់សម្រេចបានទៅអាចទៅរួចទេបងបាទក្នុងពេលកន្លងមកឃើញអ្នកច្បាប់ថៃគាត់បាននិយាយដូចជា2ចំណុចបាទចំណុចទី1គាត់ថាបើសិនជាលុបហើយយកអីមកជំនួសវិញណាហ្នឹងគាត់សួរអញ្ចឹងយកអីមកជំនួសវិញបើកាលណាអត់មានអីទេគឺវាត្រឡប់ទៅច្បាប់អន្តរជាតិវិញបាទអញ្ចឹងគឺគាត់ថាកម្ពុជាមានព្រៀបហ្នឹងតាមអ្នកជំនាញរបស់ថៃខ្លួនឯងនិយាយខ្ញុំអត់មានជំនាញខាងនោះខ្ញុំអត់ដឹងខ្ញុំនិយាយតាមគាត់និយាយទេបាទអញ្ចឹងដូច្នេះរឿងលុបបានហ្នឹងគឺមិនមែនមានន័យថាគាត់លុបតែម្នាក់ឯងនេះវាដូចតែវាតាមអ្នកច្បាប់គាត់និយាយដែរក្នុងពេលកន្លងមកគឺចុះ2នាក់តលុបទាំង2នាក់ព្រមព្រៀងគ្នាមិនអញ្ចឹងមិនលុបម្នាក់ឯងដូចក្នុងមេត្រាគ្មានមេត្រាមួយណាដែលចោទចែងថាលុបតែម្នាក់ឯងបានទេហ្នឹងដូចជាខាងនោះដូចជាបងសុខសំអឿនបកស្រាយហើយខ្ញុំនឹងចាំបានព្រៀងណាបាទអញ្ចឹងបាទហ្នឹងតើបើសិនជាដូចអ្នកជំនាញថៃគាត់និយាយមែនលុបហើយតើគាត់ប្រើអីវិញគាត់ប្រើច្បាប់កណ្ដុងច្បាប់ចំកណ្ដុងឬយ៉ាងម៉េចបាទលោកសិថា so how long do you hiding right now the issue is appearing และអីគេលោកសិថាបាទអ្នកណាទៀត we continue to help us if not I will be sad ជួយអីគេលោកសិថាជួយអីគេសាណាមិនអាចត្រូវទេបើពួកគាត់មានកំណត់គាត់នេះតាំងពីដើមសំខាន់អ្នកដែលគ្រប់គ្រងជាពលរដ្ឋរួមគ្នាទៅត្រឹមត្រូវបាទត្រឹមត្រូវសាណាខ្ញុំយល់សពហ្នឹងហើយដែលខ្ញុំនិយាយមុននឹងតិចណាបាទតើតែប្រជាប្រដ្ឋខ្លួនឯងហ្នឹងអប់រំខ្លួនឯងយើងបាទឲ្យយល់ដើម្បីដាក់សម្ពាធទៅលើអ្នកនយោបាយវិញបាទអ្នកនយោបាយគាត់ធ្វើតាមអញ្ចឹងហើយបានជាខ្ញុំនិយាយក្នុងពេលកន្លងមកប្រាប់ប្រិមិត្តខ្លះអាចមិនពេញចិត្តខ្ញុំថាកុំកាប់កំពុងរងចាំទឹកភ្លៀងកុំលៀងពីងក្នុងពេលដែលលឺសូត្រគោលន់បើសិនជាមានទឹកក្នុងពីងប្រើទឹកក្នុងពីងនឹងសិនទៅបានន័យថាម៉េចបានន័យថាបើមានគណៈបកនយោបាយនៅក្នុងប្រទេសកម្ពុជាយើងធ្វើការគ្រប់គ្រងគណៈបកដែលមាននៅក្នុងប្រទេសកម្ពុជាខ្វះអីគណៈបករបស់លោកគ្រូរងជនបាទលោកគ្រូរងជនគណៈបកប៉ុណ្ណឹងជាមួយខ្ញុំនៅកម្លាំងជាតិអីមកគណៈបករបស់លោកគ្រូរងជននៅក្នុងនោះដែរគ្រប់គ្រងគាត់ទៅគណៈបករបស់លោកយ៉ាងបញ្ញរិទ្ធដូចជាអីខ្មែរចម្រើនខ្មែរចំនួនមិនទេចម្រើននយោបាយជាតិបច្ចុប្បន្នបោះលោកយ៉ាងបញ្ញរិទ្ធនឹងគ្រប់គ្រងគាត់ទៅបើមិនយើងមិនគ្រប់គ្រងរដ្ឋាភិបាលណាបើគ្រប់គ្រងគាត់ទៅគណៈបកបោះខាងភ្លើងទៀនបាទឥឡូវនឹងដឹងតែណាគេខាត់ដោយលោកបងទាវបណ្ណុលបាទនឹងគ្រប់គ្រងគាត់ទៅបាទបើយើងមិនគ្រប់គ្រងរដ្ឋាភិបាលហ៊ុនស៊ិនប៉ិចគ្រប់គ្រងគាត់ទៅបាទមិនថាខាងហ៊ុនស៊ិនប៉ិចក្នុងពេលកន្លងមកធ្វើឱកាសនេះយើងអាចទៅគ្រប់គ្រងផ្សេងទៀតឬក៏យើងគ្រប់គ្រងអ្នកណាក៏បានដែរមានគណៈបកច្រើនតែយើងទៅធ្វើដើម្បីគ្រប់គ្រងឬគណៈបករបស់លោកមីសវណ្ណរាអញ្ចឹងទៅខ្មែរចំនួនថ្មីលោកមីសវណ្ណរាអញ្ចឹងទៅគឺយើងត្រូវតែមានភាពសកម្មនៅក្នុងសកម្មភាពនយោបាយហ្នឹងបាទអាហ្នឹងបានយើងជាពលរដ្ឋម្នាក់នឹងអាចដាក់សម្ពាធទៅលើអ្នកនយោបាយឲ្យមានការផ្លាស់ប្ដូរបានបើកាលណាយើងខាងតតអ្នកនេះបានខ្ញុំឆ្លាញ់នឹងរឿងមួយផ្សេងទៀតបាទក្នុងពេលដែលយើងមាននេះយើងហូបអ្វីដែលយើងមានសិនទៅទឹកក្នុងពីងយើងប្រើសិនទៅកុំយើងឃើញទឹកក្នុងពីងតែមិនញ៉ាំទេទុកចាំទឹកភ្លៀងមកកាលវាថ្មីយើងញ៉ាំយើងនៅតែអញ្ចឹងបាទសាណាខ្ញុំយល់ស្របគឺអ្វីដែលខ្ញុំបញ្យល់ប្រិយមិត្តឲ្យយល់គឺអញ្ចឹងដែលខ្ញុំលើកករណីវេណេស៊ុយឡាហ្នឹងអញ្ចឹងដែលខ្ញុំលើកក្នុងពេលកន្លងមកខ្ញុំថាបើនិយាយរឿងវេណេស៊ុយឡានិយាយឲ្យចប់មានន័យថាម៉េចមានន័យថាបើគេយើងនិយាយអំពីរឿងចាប់នីកូឡាម៉ៃដូរ៉ូឲ្យអាមេរិកទៅចាប់នីកូឡាម៉ៃដូរ៉ូចង់ឲ្យអាមេរិកទៅចាប់មេដឹកនាំកម្ពុជាលោកហ៊ុនសែនឬក៏លោកហ៊ុនម៉ាណែតណាយើងត្រូវនិយាយអំពីរឿងនៅក្នុងវេណេស៊ុយឡាឲ្យចប់រឿងគឺបានន័យថាមានរឿងអីកើតឡើងហើយបានគេធ្វើអញ្ចឹងដំណើររឿងដល់គេចាប់ហើយដំណើររឿងនៅកម្ពុជានឹងយ៉ាងម៉េចយើងប្រៀបធៀបគ្នាតើវាអាចទៅរួចឬទេអាហ្នឹងទី1ទី2នៅប្រទេសវេណេស៊ុយឡាតើគេរងចាំមនុស្សម្នាក់ទេអត់ទេអស់ហ៊ុនខៃដូមកឆាដាឡើងមកលោកចុងក្រោយលោកច្រឡំឈ្មោះរ៉ូទ្រីហ្គេឬក៏ Gonzales ដូចជា Gonzales ឈរទៅឈ្នះតើគេសម្លេងតើបានន័យថាគេអត់ដាក់ផុកទៅលើតែមនុស្សម្នាក់ហ្នឹងទេគេប្រើអ្នកណាដែលមានស្រាប់នៅក្នុងប្រទេសដើម្បីបញ្ចេញសម្លេងតែដល់ពេលគេឃើញចឹងហើយបានសហរដ្ឋអាមេរិកគេអាចមើលឃើញអឺរ៉ុបគេអាចមើលឃើញបាទអានោះវាអញ្ចឹងហ្នឹងខ្ញុំបញ្ជាក់អត់ប៉ុណ្ណឹងហើយខ្ញុំថាពេលខ្លះពេលមិនគាត់ចេះជាងយើងអាហ្នឹងជាការពិតប៉ុន្តែគាត់ចង់ស្ដាប់តែអ្វីដែលគាត់ចង់ស្ដាប់បាទអាហ្នឹងរឿងធ្វើម៉េចអាហ្នឹងរឿងមកគាត់បាទខ្ញុំអាចជូនយោបល់ប៉ុណ្ណឹងបាទខ្ញុំជូនយោបល់ប៉ុណ្ណឹងអូខេហើយអូខេសូមជំនួយចុងក្រោយមួយទៀតចុះបាទលោកស៊ីថាទៀត your sharing is a little important for us it is not big but will be better if it's still ongoing បាទអត់ទេលោកស៊ីថាខ្ញុំចែកអំពីចំណុចពីពួកខ្ញុំមនុស្សវាមុខក្រចាថា thick skin ហើយកន្លងមកណាលោកស៊ីថាកន្លងមកនៅខាងរដ្ឋាភិបាលកម្ពុជានឹងក៏ចោទខ្ញុំនឹងជាមនុស្សលោកសំរងស៊ីនឹងទិញបានហ្នឹងទៅណាឆ្លោះដល់ធ្វើរូបធ្វើអីហ្នឹងដាក់ខ្ញុំក្រុមសពុតលោកស្រីសុំរាដែរហ្នឹងក៏មានខ្ញុំដឹងដែរក៏មានដែរក្នុងគណៈបក
សង្គមជាតិពីរហ្នឹងបាទរវាងខ្សែលោកកម្មសខាខ្សែលោកសំរងស៊ីហ្នឹងក៏មានអន់ខ្ញុំជេរគ្នាទៅវិញទៅមកខឹងគ្នាហ្នឹងរករឿងខ្ញុំរហូតគ្មានពេលមួយហ្នឹងមានម្នាក់ខ្ញុំបច្ចេកឈ្មោះទៅឥឡូវខ្ញុំនិយាយបច្ចេកឈ្មោះមកទូយបល់រហូតមកចោតខ្ញុំទូយបល់ចោតខ្ញុំថាម៉េចសំរងស៊ី spokesperson អត់ខ្ញុំថាជាអ្នកនាំពាក្យសំរងស៊ីពេលនោះខ្ញុំមុខបល់ជួបគ្នានៅកន្លែងវិទ្យាស្ថានសន្តិភាពនៅ Washington បងស្រីមួយខ្ញុំមិនបច្ចេកឈ្មោះគាត់បាទគាត់ទុកអូនកុំខ្ញុំចង់ទៅជុំបាទគាត់ទុកពីព្រោះមួយបលគាត់ងាកពីជំនាន់គាត់ងាកទៅខាងខ្សែកម្មសខាលោកកម្មសខាគាត់ខឹងខ្ញុំបាទរហូតដល់មានអ្នកខ្លះបាទមកឲ្យខ្ញុំសម្ភាសនឹងខ្សែលោកកម្មសខាចង់ឲ្យខ្ញុំហៅមកសម្ភាសប៉ុន្តែខ្ញុំនៅក្នុងរចនាសម្ព័ន្ធបកក៏អត់មានខ្សែអីធំដុំខ្ញុំមិនពិបាកហៅចូលមកសម្ភាសខ្ញុំហៅថាអ្នកដែលសកម្មជននៅកូរ៉េដែលជាអ្នកដែលមានទូនាទីអីនៅក្នុងគណៈបកសង្គមជាតិដូចជាបណ្ណនបាទស៊ីណនបាទហៅចឹងម្នាក់មួយទៀតហ្នឹងឥឡូវគាត់ទៅខាងរដ្ឋបាលកម្មជាតិខឹងគាត់ខឹងតែគាត់ហ៊ានថាឲ្យខ្ញុំទីពីដឹងខ្ញុំនៅអាមេរិកគាត់ដឹងបាទតែឥឡូវចុងក្រោយទាំងស៊ីណនទាំងម្នាក់ហ្នឹងឈ្មោះអីគេទៅខាងគណៈបកប្រជាជនទាំងពីរនាក់បាត់ទៅឥឡូវគាត់ដឹងថាដូចស៊ីណននេះបើគាត់នៅគ្រប់ខ្ញុំថាបើគាត់ដឹងថាពេលដែលខ្ញុំនៅគាត់នៅខាងបកឆានក៏គាត់ដឹងថាខ្ញុំមនុស្សមិនជ្រុលនិយមទៅខាងណាដែរបាទមិនដែលលួចឲ្យយោបល់គាត់ធ្វើនេះធ្វើនោះអត់មានទេបាទខ្ញុំ distance ខ្លួនខ្ញុំឆ្ងាយមែនតើសូម្បីតែពេលគេធ្វើបាតកម្មហើយគេមានជប់លៀងគេបាតកម្មនៅ DC ម្ដងគេបាតកម្មហើយគេជប់លៀងបាទគេជប់លៀងគេហៅខ្ញុំទៅដែរខ្ញុំអត់ទៅទេបាទខ្ញុំអត់ទៅទេបាទអត់ទៅមកគឺខ្ញុំចាប់បាតកម្មខ្ញុំដើរចេញអត់មានអ្នកខ្លះអ្នកកាសាយើងថាមិនទៅបាយជាមួយណាខ្ញុំអត់ទេបាទគឺខ្ញុំ distance ខ្លួនខ្ញុំផ្ទាល់នៅកន្លែងខ្ញុំធ្វើការហ្នឹងបាទហ្នឹងអស់បាទឥឡូវពីថ្ងៃនេះតទៅរឿងអ្វីសួរមកខ្ញុំនឹងនិយាយទាំងអស់ចេញទាំងឈ្មោះទៀតដើម្បីឲ្យប្រិយមិត្តបានដឹងបាទចាត់ទុកថាជាការបង្រៀនចែករំលែកចំណេះដឹងបាទអត់មានលាក់ឈ្មោះឲ្យទៀតទេបាទនឹងមានភាគតទៀតផងដែរបាទចឹងអរគុណប្រិយមិត្តណាបាទសូមជម្រាបលា